តើស្រាប៉ះពាល់អីខ្លះដល់ខួរក្បាលយើងនៅពេលដែលយើងផឹកស្រាសារធាតុអាល់កុលដែលក្នុងនោះមានថាអេតាណុលចូលទៅក្នុងឈាមហើយឈាមនឹងទៅដល់ខួរក្បាលក្នុងរយៈពេលខ្លីដំបូងធ្វើឲ្យយើងមានអារម្មណ៍ថាសប្បាយស្ងប់និយាយច្រើនឬក៏ហ៊ាននិយាយជាងមុនប៉ុន្តែនេះគ្រាន់តែជាផលបណ្ដោះអាសន្នតែប៉ុណ្ណោះការផឹករ៉ាំរ៉ៃយូរធ្វើឲ្យប្រែប្រួលទៅលើកោសិកាខួរក្បាលហើយនឹងជាតិគីមីតូចៗក្នុងខួរក្បាលផលប៉ះពាល់រយៈពេលវែងការប្រឹក្សារយៈពេលយូរអាចបង្កើនហានិភ័យទី1ជំងឺធ្លាក់ទឹកចិត្តមនុស្សជាច្រើនផឹកស្រាដើម្បីបំបត្តិទុក្ខប៉ុន្តែស្រាអាចធ្វើឲ្យអារម្មណ៍សោកសៅកាន់តែខ្លាំងទី2ជំងឺថប់អារម្មណ៍នៅពេលដែលអស់ជាតិស្រាអឺអ្នកអាចនឹងមានអារម្មណ៍ភ័យបារម្ភនិងឆាប់ខឹងជាងមុនទី3តកតងទៅនឹងការចងចាំហើយនឹងការគិតផឹកស្រាយូរនឹងធ្វើឲ្យការចងចាំចុះខ្សោយពិបាកផ្ចង់អារម្មណ៍និងពិបាកសម្រេចចិត្តទី4យើងញៀនស្រាតែម្ដងខួរក្បាលយើងចាប់ផ្ដើមសម្របខ្លួនទៅនឹងស្រារហូតធ្វើឲ្យយើងមានអារម្មណ៍ចិត្តតែឃ្លានចិត្តតែចង់ទៅផឹកទើបយើងមានអារម្មណ៍មកធម្មតាទី5ការកើនឡើងនៃហានិភ័យនៃការសម្លាប់ខ្លួនការផឹកស្រាអាចបន្ថយសមត្ថភាពគ្រប់គ្រងអារម្មណ៍និងការសម្រេចចិត្តរបស់យើងដែលអាចបង្កើនហានិភ័យនៃគំនិតនិងការធ្វើអត្តឃាតជាពិសេសចំពោះអ្នកដែលមានជំងឺធ្លាក់ទឹកចិត្តស្រាប់បើអ្នកគិតថាស្រាជួយបំបត្តិ stress សូមចងចាំថាស្រាគ្រាន់តែជួយបំបត្តិអារម្មណ៍មិនល្អបានមួយផ្លែតប៉ុណ្ណោះប៉ុន្តែអាចបង្កបញ្ហាធ្ងន់ធ្ងរដល់ខួរក្បាលរបស់យើងនិងសុខភាពផ្លូវចិត្តទៅថ្ងៃខាងមុខ